ជំរាបសួរបងប្អូនមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដែលខ្ញុំចង់ប្រាប់ទៅដល់បងប្អូនទាំងអស់គ្នាទាក់ទងនឹងកម្មវិធី Smart ណាស់ដែលយើងអាចប្រើដើម្បីធ្វើការដូរលុយទូរស័ព្ទរបស់យើងបាទអញ្ចឹងបងប្អូនមួយចំនួនគាត់នៅពេលដែលគាត់ចង់ដឹងថាគាត់បានភ្ជាប់គម្រោងអីខ្លះប៉ុន្តែគាត់អត់ដឹងអញ្ចឹងខ្ញុំធ្វើវីដេអូនេះសម្រាប់បងប្អូនដែលអត់ទាន់ចេះប្រើកម្មវិធី Smart ណាបាទបើសិនជាបងប្អូនអត់ទាន់មានកម្មវិធី Smart ទេបងប្អូនអាចចូលទៅ download នៅក្នុង App Store ឬក៏ Play Store អញ្ចឹងសម្រាប់បងប្អូនដែលប្រើ Android បងប្អូនចូលទៅក្នុង Play Store មកបាទនេះបងប្អូនចូលទៅក្នុង Play Store បន្តមកទៀតបងប្អូនចុចកន្លែងពាក្យថាស្វែងរកនៅខាងក្រោមហើយចុចស្វែងរកខាងលើនេះហើយវាពាក្យថា Smart ណាស់នៅខាងលើគេនេះបាទតមកទៀតបើសិនជាបងប្អូនអត់ទាន់ធ្វើការដំឡើងទេបងប្អូនអាចចុចដំឡើងមកតែនេះដោយសារតែខ្ញុំបានដំឡើងរួចហើយខ្ញុំចុចបើកតែម្ដងបងប្អូនចូលក្នុងកម្មវិធី Smart មកនេះបងប្អូនត្រូវធ្វើការបើកអ៊ីនធឺណិតរបស់យើងជាប់ Wi-Fi មាន slow ដែរខ្ញុំសុំដូរអ៊ីនធឺណិតវិញចាំបន្តិចទៅបងប្អូនអរគ្នាវា slow បន្តិចអូកម្មវិធីចោលចូលភាសាទៀតបាទចុច Smart មកបាទបើនៅពេលដែលបងប្អូនមានបង្កើតហើយវានឹងលោតបែបនេះដូចរបស់ខ្ញុំអញ្ចឹងខ្ញុំដូរគម្រោងរបស់ខ្ញុំមួយគម្រោង G ទេ8G $1បាទអញ្ចឹងបើសិនជាបងប្អូនអត់ទាន់មាន account ទេបងប្អូនចុចនៅលើនេះកន្លែងពាក្យថាបដូរគណនីឡើយនេះលើនេះមកហើយបងប្អូនត្រូវការប្រើគណនីមួយទៀតបើសិនជាបងប្អូនចង់ប្រើមួយទៀតណាហើយលេខរបស់បងប្អូនមានបងប្អូនត្រូវការប្រើពី account ឬក៏ពីរលេខនៅក្នុង Smart តែមួយបងប្អូនចុចយល់ព្រមមកហើយបងប្អូនដាក់លេខទូរស័ព្ទបងប្អូនដាក់លេខទូរស័ព្ទបងប្អូនចូលទៅគេហៅថា015 869523ទីហោអញ្ចឹងណាហើយបងប្អូនចុចចូលក្នុងកម្មវិធីទៅវានឹងផ្ញើលេខកូដឲ្យយើងបញ្ជាក់នៅលើអេក្រង់របស់យើងហើយយើងអាចប្រើប្រាស់ account របស់យើងបានតែម្ដងហ្នឹងគេហៅថា Smart ណាស់យើងងាយស្រួលប្រើក្នុងការយើងដូរលុយយើងធ្វើការឆែកមើលធ្វើការបដូរគម្រោងអីចឹងណាហ្នឹងហើយបើសិនជាអត់យល់ឆ្ងល់កន្លែងណាអីអាចសួរខ្ញុំបានបន្ថែមទៀតសម្រាប់បងប្អូនដែលអត់ចេះប្រើហើយបើសម្រាប់បងប្អូនដែលចេះហើយក៏សូមអធិស្ឋានដែរបើសិនជាខ្ញុំនិយាយទៅខុសត្រូវកន្លែងណាអរគុណច្រើន